ប្រទេសថៃចាប់ផ្ដើមចេញសារអប់រំណែនាំប្រទេសផ្សេងៗទៀតនៅលើពិភពលោកទៀតហើយwow បងប្អូនថ្ងៃនេះឃើញថាលោកស៊ីហាស័កបាទរដ្ឋមន្ត្រីការបរទេសថៃនឹងមិនដឹងជាមានមេរៀនពិសេសមិនដឹងជាមានគំរូល្អពិសេសណាមួយដែលចង់ចែករំលែកណែនាំជាការអប់រំដល់ពិភពលោកឲ្យយកគំរូតាមសៀមខ្ញុំបានឃើញព័ត៌មាននេះថ្ងៃនេះពិតជាគួរចាប់អារម្មណ៍មែនទែនចង់ចែករំលែកជាមួយបងប្អូនទាំងអស់គ្នាថាតើថៃចង់អប់រំពិភពលោកយ៉ាងដូចម្ដេចឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសថៃស៊ីហាស័កភួងគិតកែវបានបញ្ជាក់អំពីគោលជំហរថៃនៅចំពោះមុខប្រទេសចិនកាលពីថ្ងៃទី26ខែឧសភាឆ្នាំ2026កន្លងទៅនេះថាប្រទេសថៃចង់ឃើញពិភពលោកមានច្បាប់វិន័យត្រឹមត្រូវជាអ្នកណែនាំគេឲ្យគោរពច្បាប់វិន័យឲ្យត្រឹមត្រូវទៀតនេះមិនមែនឯកតោភាគីនិយមនោះទេអាយ៉ាចំខ្លួនឯងវិញណាពិភពលោកត្រូវការរួបរวมគ្នាការពារអំណាចរបស់អង្គការសហប្រជាជាតិគឺជារឿងចាំបាច់ដែលត្រូវធ្វើជាបន្ទាន់បំផុតក្នុងពេលនេះលោកបានបន្ថែមទៀតថាប្រទេសថៃបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការសម្របសម្រួលជំនួសព្រំដែនរវាងកម្ពុជាថៃលោកបានសង្កត់ធ្ងន់ថាប្រទេសថៃនៅតែបន្តរក្សាការចរចានិងការប្រស្រ័យទាក់ទងល្អជាមួយនឹងកម្ពុជាបន្តទៅមុខទៀតដើម្បីសម្រេចបាននូវសន្តិភាពនិងស្ថិរភាពនៅតាមតំបន់ព្រំដែនបាទបងប្អូនអញ្ចឹងគេបញ្ជាក់នៅទីនេះពីព្រោះថានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហជីវជាតិនោះពេលនេះគឺថាប្រទេសចិនដែលមានឯកឧត្តមវ៉ាងយីបាទធ្វើជាប្រធានអង្គប្រជុំអញ្ចឹងទេសៀមគេបញ្ជាក់ថាគេនឹងគឺគោរពច្បាប់អន្តរជាតិណាស់បាទគេមិនចង់ឲ្យមានអីដែលជាឯកតោភាគីទេអញ្ចឹងគេគ្រប់គ្រងគេលើកទឹកចិត្តពិភពលោកឲ្យគោរពច្បាប់វិន័យនានាជាពិសេសច្បាប់វិន័យគោលការណ៍របស់អង្គការសហជីវជាតិហើយគេក៏អរគុណចិនបាទអញ្ចឹងយើងបានឃើញថានេះគឺជារឿងដែលរដ្ឋមន្ត្រីការបរទេសថៃទើបតែធ្វើនៅក្នុងពេលថ្មីប្រហែលថ្ងៃចុងក្រោយនេះទេដែលគេបញ្ជាក់ថាគេនឹងគឺគោរពច្បាប់សម្បើមហើយកម្ពុជាខុសរហូតសង្ឃឹមថាកម្ពុជានឹងគោរពច្បាប់ដូចគេដែរគេចង់បង្ហាញចំហទៅកាន់ពិភពលោកអញ្ចឹងប៉ុន្តែគេភ្លេចថារឿងរ៉ាវដែលគេរំលោភឈ្លានពានមកលើទឹកដីរបស់កម្ពុជាកាន់កាប់ទឹកដីយើងខុសច្បាប់សុទ្ធតែមានផុសតាងសុទ្ធតែមានសាក្សីសុទ្ធតែមានអង្គទូតសុទ្ធតែមានអ្នកតំណាងសង្កេតការមកពីប្រទេសផ្សេងហ្នឹងមកធ្វើសាក្សីអស់ហើយថាតើសៀមមានអិរិយាបថយ៉ាងណាពិតប្រាកដក្នុងចំនួនកម្ពុជាថៃមិនមែនអ្នកឯងចេះតែថាតាមក្បាលមីក្រូប្រកាសនៅណានៅណីហ្នឹងគឺជាការដែលគេជឿនោះទេម្យ៉ាងបងប្អូនគំរូមួយទៀតដែលបងប្អូនតែងតែឃើញនៅឯព្រំដែនកម្ពុជាថៃគឺភាគច្រើនមែនទែនដែលឯកឧត្តមប្រាក់សុខុនជារដ្ឋមន្ត្រីក្រសួងការបរទេសបានដឹកនាំអង្គទូតបរទេសជាច្រើនចុះទៅកាន់ទីតាំងព្រំដែនផ្ទាល់បានឃើញអ្វីដែលកើតឡើងនៅព្រំដែនផ្ទាល់ប៉ុន្តែខាងថៃយើងអាចដែលឃើញទេយើងមិនដែលឃើញរដ្ឋមន្ត្រីការបរទេសថៃចុះមកមើលព្រំដែនផ្ទាល់ជាមួយនឹងអន្តរជាតិនោះទេអញ្ចឹងថៃមិនដែលបង្ហាញទៅកាន់អន្តរជាតិថាកម្ពុជាកំពុងតែឈ្លានពានគេឬកម្ពុជាកំពុងតែជាភាគីដែលបង្កបញ្ហានោះទេប៉ុន្តែកម្ពុជារដ្ឋមន្ត្រីការបរទេសតែម្ដងដែលលោកអញ្ជើញទៅផ្ទាល់គ្រប់ទីតាំងហើយមិនមានកន្លែងណាដែលលោកមិនដែលបានអញ្ជើញទៅទេមិនមានកន្លែងណាដែលលោកចេះតែប្រកាសក្តែងពីភ្នំពេញហើយមិនបានទៅផ្ទាល់នោះទេមិនមែនអញ្ចឹងទេដូច្នេះនេះគឺជារឿងដែលខុសគ្នាហើយសង្ឃឹមថាពិភពលោកគេបានដឹងរឿងនេះច្បាស់គេបានជឿលើការពិតគេបានដឹងការពិតមិនមែនគ្រាន់តែជឿលើការបកស្រាយបំភ្លៃកាច់មួលពីខាងភាគីថៃនោះទេបងប្អូនមានចំណាប់អារម្មណ៍យ៉ាងណាអាច comment ខាងក្រោមនេះសូមកុំភ្លេចជួយ share វីដេអូនេះឲ្យបានច្រើនទាំងអស់គ្នា